លោកណាត់ផានិតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃគេចេញមកឆ្លើយសំណួរអ្នកសារព័ត៌មានថាមិនយូរទេខ្មែរនឹងសុំចុះចាញ់មិនយូរទេណាយោធាខ្មែរទាំងអស់នឹងបាក់ស្បាបមិនអាចតតាំងអីជាមួយនឹងថៃបានទៀតឡើយតាមរយៈវិធីដោយសន្តិចាក្នុងការផ្ដាច់ប្រេងមកកាន់កម្ពុជាព្រោះសៀមគេកំពុងតែជឿជាក់ថាការផ្ដាច់ប្រេងមកកាន់កម្ពុជាគឺនឹងធ្វើឲ្យថៃជោគជ័យនឹងធ្វើឲ្យកម្ពុជាចុះចាញ់អ្នកសារព័ត៌មានបានសួរថាឥឡូវនេះអន្តរជាតិគេកំពុងតែសម្ដែងនឹងការព្រួយបារម្ភនៅពេលដែលយោធាថៃប្រកាសក្តែងថាចង់បិទបិទឈូងសមុទ្ររាំងស្ទះមិនឲ្យនាវាអីចូលមកកាន់កម្ពុជាកើតនេះលោកណាត់ផានិតនឹងគាត់ឆ្លើយไม่ได้ใช้กำลังเข้าบาดประหารกันไม่ได้ใช้อาวุธนี่คือทางสันติในการที่จะจำกัดกายหมัดของฝ่ายกัมพูชาในการที่จะเข้ามาปฏิบัติการต่อฝ่ายเราเพราะว่าគាត់ថាគាត់ប្រើសន្តិវិធីតាមិនប្រើកំភ្លើងមិនប្រើអាវុធស្អីទំនើបស្អីអាណាមកដោះស្រាយណាគេប្រើសន្តិវិធីក្នុងការទប់ស្កាត់ការនាំប្រេងចូលមកខ្មែរដើម្បីកុំឲ្យខ្មែរហ្នឹងមានកម្លាំងមានអនុភាពតតាំងជាមួយនឹងសៀមបានទៀតតើតែក៏ភ័យមិនអន្តរជាតិទាំងឡាយហ្នឹងអត់ដឹងថាអន្តរជាតិហ្នឹងគេកំពុងតែកោតទោសអីខ្លួនឯងអាងស្អីមកចង់បិទសមុទ្រអន្តរជាតិអីចឹងណាអត់ដឹងខ្លួនទេผมยืนยันแล้วนะครับว่าเราจะหยุดยิงนะครับเมื่อกัมพูชาสิ้นสุดการเป็นปฏิปักษ์យ៉ាងชัดเจนแล้วគេថាគេនឹងឈប់បាញ់មានន័យថាសៀមគាត់បច្ចេកសៀមនឹងឈប់បាញ់នៅពេលដែលកម្ពុជានេះបាត់បង់សមត្ថភាពការខាងកងទ័ពក្នុងការតតាំងជាមួយនឹងសៀមបានតទៅទៀតគេនឹងធ្វើឲ្យកម្ពុជាយើងនេះបាក់ទ័ពចុះចាញ់มันอะไรก็ตามที่แนวทางสันติที่ใช้ได้แล้วทำให้กัมพูชาគាត់ចង់និយាយថាសៀមនឹងប្រើគ្រប់វិធីតាមសន្តិវិធីដើម្បីធ្វើមិនឲ្យកម្ពុជាយើងនេះចុះចាញ់ដែលវិធីទី1ដែលគេកំពុងតែធ្វើហ្នឹងបងប្អូនរឿងទប់ស្កាត់ប្រេងហ្នឹងរហូតដល់នៅក្នុងបណ្ដាញសង្គមរបស់សៀមគេនិយាយថាបើសិនជាមានជនជាតិសៀមណានៅតែលួចផ្ដោតប្រេងមកឲ្យកម្ពុជាគឺសិតតែជាជនក្បត់ជាតិថៃហ្នឹងហើយគេកំពុងអញ្ចឹងហើយគេកំពុងរឹតឡាវខ្លាំងមែនតើណារឹតបន្តឹងក្នុងការនាំប្រេងចូលទៅឡាវកុំឲ្យឡាវនឹងលក់មកឲ្យកាន់ខាងកម្ពុជាจุดการปฏิบัติก็จะเป็นหนทางที่ดีที่สุดนะครับแล้วรถน้ำมันที่มาจอดรอที่ช่องเมฆค่อนข้างหลายคันนี้ไม่ได้รับรายงานអានេះគេកំពុងតែសួរនាំតាក់ទងទៅនឹងការនាំប្រេងទៅតាមឡាវហ្នឹងយ៉ាងម៉េចចឹងណាគាត់ក៏បានធ្វើការឆ្លើយតបថាកំពុងតែមានការរឹតបន្តឹងហើយគឺมันអាចឲ្យមានចំនួនដែលលើសដែលអាចលក់បន្តមកឲ្យខាងកម្ពុជាបាននោះទេហើយក៏គាត់ឆ្លើយចុងក្រោយថាមិនយូរទេកម្ពុជានឹងសុំចុះចាញ់